សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះវាជួបគ្នាទៀតហើយនៅក្នុងនេះយើងមកមើលលុយកាក់នៅក្នុងខែកុម្ភៈមើលថាតើលុយកាក់នៅក្នុងខែកុម្ភៈល្អកម្រិតណាសម្រាប់បងប្អូនទាំងអស់គ្នាដូច្នេះសូមសិលកាចំនួន3សន្លឹកថាតើលុយកាក់បងប្អូនទាំងអស់គ្នាល្អកម្រិតណានៅក្នុងខែកុម្ភៈនេះតើលុយកាក់របស់អ្នកល្អកម្រិតណានៅក្នុងខែកុម្ភៈនេះយេសម្រាប់នៅក្នុងនេះមើលឃើញថាលុយកាក់បងប្អូនទាំងអស់គ្នានៅក្នុងខែកុម្ភៈនេះមានភាពល្អខ្លាំងសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងនេះអ្នកទាំងអស់គ្នាអាចនឹងថាមានការផ្លាស់ប្ដូរល្អប្រសើរខ្លាំងជាងមុននៅក្នុងនេះមើលឃើញថាអ្នកទាំងអស់គ្នានឹងមានលុយចូលមកឬក៏មានលៀបចូលមកសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងខែកុម្ភៈហើយនឹងបានលុយប្រាក់ខែច្រើនជាងមុនជាងខែមុនហើយមិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចនឹងថាមានការអត់ធន់រងចាំលុយពីនរណាម្នាក់ដែលផ្ដល់អ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលនឹងផងដែរដូច្នេះហើយមើលឃើញថាគឺល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយរឿងលុយកាក់អ្នកទាំងអស់គ្នានឹងបានលៀបចូលមកហើយនឹងទទួលបានលុយកាក់ឬក៏ប្រាក់ខែច្រើនជាងសពមួយដងផងដែរហើយនៅក្នុងនេះមើលឃើញថាបងប្អូនទាំងអស់គ្នាអាចនឹងទទួលបានរបស់ដែលមានតម្លៃនៅក្នុងនេះអ្នកទាំងអស់គ្នាអានថានៅក្នុងខែកុម្ភៈអ្នកទាំងអស់គ្នានឹងទទួលបានវត្ថុដែលត្រូវចិត្តបងប្អូនទាំងអស់គ្នាខ្លាំងទោះបីជាវាមិនសូវជាមានតម្លៃសម្រាប់បងប្អូនទាំងអស់គ្នាក៏ដោយប៉ុន្តែវត្ថុហ្នឹងគឺត្រូវចិត្តបងប្អូនទាំងអស់គ្នាហើយអាចនឹងទទួលបានលៀបនៅក្នុងលៀបមាត់មានន័យថាសបោសបាយក្នុងការហូបចុកហើយមិនត្រឹមតែប៉ុណ្ណោះទៀតអានថាតែងចិត្តជាមួយនឹងលទ្ធផលនៃការតបស្នងរបស់បងប្អូនទាំងអស់គ្នានៅក្នុងខែកុម្ភៈហ្នឹងគឺអានថាអ្នកទាំងអស់គ្នាធ្លាប់ជួយនរណាម្នាក់ច្រើនឬក៏មានការធ្វើល្អច្រើនចំពោះគេដែលពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ដូច្នេះហើយនៅក្នុងខែកុម្ភៈនេះអ្នកទាំងអស់គ្នានឹងទទួលបានផលតបស្នងដែលត្រឡប់មករកអ្នកទាំងអស់គ្នាវិញទោះលទ្ធផលទាំងអស់ហ្នឹងមានភាពតិចតួចយ៉ាងណាក៏ដោយសម្រាប់បងប្អូនទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាគឺមានការពេញចិត្តខ្លាំងមែនតើដូចនេះហើយបងប្អូនទាំងអស់គ្នានឹងទទួលបានវត្ថុដែលត្រូវចិត្តផ្ដល់អ្នកទាំងអស់គ្នានៅក្នុងខែកុម្ភៈហ្នឹងតើលុយកាក់បងប្អូនទាំងអស់គ្នានៅក្នុងខែកុម្ភៈនេះល្អដែរឬទេបងប្អូនទាំងអស់គ្នាសិលកាតមួយនេះចេញមកនៅក្នុងនេះមានន័យថាបងប្អូនទាំងអស់គ្នាគឺជាមនុស្សដែលមានចំណេះជំនាញច្បាស់លាស់នៅក្នុងមុខតំណែងឬក៏រឿងការងារគឺជាមនុស្សដែលមានមុខជំនាញសម្រាប់ខ្លួនឯងហើយជាមនុស្សដែលចេះច្រើនផ្នែកច្រើនជំនាញទៀតផងដូច្នេះហើយគឺនឹងមានឱកាសលុយកាក់ចូលមករកអ្នកទាំងអស់គ្នានៅក្នុងខែកុម្ភៈនេះដូច្នេះហើយចូលចាប់យកឱកាសដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលហ្នឹងឲ្យបានល្អពីព្រោះនៅក្នុងនេះមើលឃើញថាបើអ្នកទាំងអស់គ្នាមានការចាប់យកឱកាសលុយកាក់នៅពេលហ្នឹងបានគឺអ្នកទាំងអស់គ្នានឹងទទួលបានភាពរីកចម្រើនលឿនខាងផ្នែកលុយកាក់ដូច្នេះហើយចំណេះជំនាញដែលអ្នកទាំងអស់គ្នាចេះទាំងអំបៅម៉ាហ្នឹងចូលបញ្ចេញសមត្ថភាពឲ្យបានច្រើននៅក្នុងខែកុម្ភៈហ្នឹងដើម្បីអ្នកទាំងអស់គ្នាទទួលបានប្រាក់កម្រៃចូលមកកាន់តែច្រើននៅក្នុងនេះមើលឃើញថារឿងរកលុយកាក់គឺអ្នកទាំងអស់គ្នាពូកែដោយប្រើចំណេះជំនាញនិងសមត្ថភាពរបស់អ្នកទាំងអស់គ្នាហ្នឹងដូច្នេះហើយអ្នកទាំងអស់គ្នាមិនមែនជាមនុស្សដែលមានអាយុច្រើនអីទេគ្រាន់តែថារឿងរកលុយកាក់គឺអ្នកទាំងអស់គ្នាពូកែខ្លាំងហើយក៏មានសមត្ថភាពនៅក្នុងការប្រើសមត្ថភាពចំណេះជំនាញច្បាស់លាស់ដែរមិនមែនរកលុយកាក់បានដោយអត់មានចេះអ្វីសោះទេនៅក្នុងនេះអ្នកទាំងអស់គ្នាអានថាមានមុខជំនាញសម្រាប់ខ្លួនឯងគឺអានថាមាន2ទៅ3នៅក្នុងដៃដូច្នេះហើយមើលឃើញថាគឺល្អមែនតើសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងខែកុម្ភៈនេះបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យលុយកាក់បងប្អូនទាំងអស់គ្នាមានភាពរីកចម្រើនលឿនទៅថ្ងៃអនាគតចូលចាប់យកឱកាសឲ្យបានល្អនៅក្នុងខែកុម្ភៈហ្នឹង
ពីព្រោះវាជាពេលវេលាមួយដែលអ្នកទាំងអស់គ្នាត្រូវទទួលបានលុយកាក់ចូលមកច្រើនមែនតែនបើអ្នកទាំងអស់គ្នាអាចធ្វើបាននោះអ្នកទាំងអស់គ្នានឹងមានភាពរីករាយនឹងទទួលបានលុយកាក់ចូលមកច្រើនខ្លាំងសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងខែកុម្ភៈហ្នឹងដូច្នេះហើយសរុបសេចក្តីមកថាតើនៅក្នុងខែកុម្ភៈលុយកាក់បងប្អូនទាំងអស់គ្នានេះយ៉ាងណាដែរល្អដែរឬទេនៅក្នុងខែកុម្ភៈនេះគឺអ្នកទាំងអស់គ្នាមានភាពល្អខ្លាំងមែនតើការតន្ទឹងរង់ចាំលុយកាក់ពីនរណាម្នាក់ផ្ដល់ឲ្យអ្នកទាំងអស់គ្នានឹងទទួលបានហើយមិនត្រឹមតែប៉ុណ្ណោះទៀតអ្នកទាំងអស់គ្នានឹងទទួលបានជោគលាភចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាផងដែរនៅក្នុងអំឡុងខែកុម្ភៈហ្នឹងនឹងទទួលបានលុយឬក៏ប្រាក់ខែច្រើនជាងសពមួយដងដោយសារតែនៅក្នុងហ្នឹងជាពេលវេលាល្អរបស់អ្នកឬក៏ជាពេលមួយដែលរាសីបងប្អូនទាំងអស់គ្នាមានការខ្ពស់ទៅដែរក្នុងរឿងលុយកាក់ដូច្នេះហើយនឹងអាចទទួលបានការឡើងតំណែងហើយក៏អាចទទួលបានលុយច្រើនជាងសពមួយដងបើអ្នកទាំងអស់គ្នាមានការរងចាំលុយមួយចំនួនពីនរណាម្នាក់ហ្នឹងគឺថាគេនឹងឲ្យបងប្អូនទាំងអស់គ្នាផងដែរហើយសម្រាប់នៅក្នុងនេះគឺថាមើលឃើញថាបងប្អូនទាំងអស់គ្នាមានការជួយនរណាម្នាក់ច្រើនដោយយកលុយកាក់ទៅជួយគេហ្នឹងប៉ុន្តែនៅក្នុងខែកុម្ភៈហ្នឹងអ្នកទាំងអស់គ្នាក៏ទទួលបានផលតបស្នងពីមនុស្សម្នាក់ហ្នឹងដូចគ្នាទោះបីជារបស់ទាំងអស់ហ្នឹងមិនសូវជាមានតម្លៃក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នានឹងទទួលបានរបស់ដែលអ្នកទាំងអស់គ្នាមានការពេញចិត្តខ្លាំងទោះវាអត់ធំដុំអត់មានតម្លៃថ្លៃក៏ដោយប៉ុន្តែវាពេញចិត្តអ្នកទាំងអស់គ្នាខ្លាំងមែនតើសម្រាប់របស់មួយនឹងដូច្នេះហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាមានការពេញចិត្តជាមួយនឹងផលតបស្នងដែលគេផ្ដល់ឲ្យបងប្អូនទាំងអស់គ្នានៅក្នុងខែកុម្ភៈនឹងផងដែរមានការស្រឡាញ់មានការពេញចិត្តជាមួយនឹងលទ្ធផលដែលអ្នកទាំងអស់គ្នាទទួលបានការខិតខំប្រឹងប្រែងជួយនរណាម្នាក់របស់បងប្អូនទាំងអស់គ្នានៅក្នុងខែកុម្ភៈនេះគឺនឹងឃើញផលហើយអ្នកទាំងអស់គ្នាក៏មានការពេញចិត្តខ្លាំងនៅក្នុងការទទួលផលតបស្នងមួយនឹងផងដែរហើយអ្វីដែលជាពិសេសទៀតនោះជាពេលវេលាមួយដែលអ្នកទាំងអស់គ្នានឹងទទួលបានឱកាសក្នុងរឿងលុយកាក់ចូលមករកអ្នកទាំងអស់គ្នាដូច្នេះហើយជាពេលវេលាមួយដែលអ្នកទាំងអស់គ្នាត្រូវឆក់ឱកាសឬក៏ចាប់យកឱកាសដែលចូលមកនឹងចូលប្រើចំណេះជំនាញដែលអ្នកទាំងអស់គ្នាមាននៅក្នុងដៃបញ្ចេញឲ្យអស់សមត្ថភាពរបស់អ្នកដើម្បីឲ្យអ្នកទាំងអស់គ្នាទទួលបានលុយកាក់ចូលមកកាន់តែច្រើនការទទួលយកឱកាសល្អៗក្នុងរឿងលុយកាក់នៅក្នុងអំឡុងពេលនេះជាពេលវេលាមួយដែលធ្វើឲ្យបងប្អូនទាំងអស់គ្នានឹងអាចរំកិលខ្លួនបានទៅមុខលឿនពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ដូច្នេះហើយគឺថានឹងអាចទទួលបានលុយកាក់ចូលមកច្រើនមែនតើសម្រាប់បងប្អូនទាំងអស់គ្នានៅពេលវេលានេះជាពេលវេលាមួយដែលអ្នកទាំងអស់គ្នាត្រូវប្រមូលផលក្រោយពីការខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពរបស់បងប្អូនទាំងអស់គ្នានៅពេលកន្លងមកហើយដូច្នេះហើយបើសិនជាអ្នកទាំងអស់គ្នាធ្វើនៅក្នុងខែកុម្ភៈនេះបានល្អពេលទៅមុខទៅគឺថាអ្នកទាំងអស់គ្នានឹងមានភាពរីកចម្រើនលឿនក្នុងរឿងលុយកាក់របស់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណ